ជាបឋមខ្ញុំកណាសូមនមស្ការថ្វាយគុំគុណចាស់គ្រប់ព្រះអង្គហើយម្យ៉ាងទៀតសូមចម្រើនពរញោមញាតបបរស័ព្ទពុស្រីចិត្តឆ្ងាយទាំងអស់ប៉ុណ្ណាហើយនៅក្នុងថ្ងៃអង្គារទី17 ខែមិថុនាឆ្នាំ 2025 ព្រោះនៅវេលាម៉ោង 5 ជាងអាត្មាភាពឲ្យជាងមករៀបចំដាក់ថ្មម៉ាតបានរៀបរាល់ហើយប៉ុណ្ណាហើយមុនដំបូងយើងចាប់ផ្ដើមនោះក៏ស្អាងបលាំងព្រះពុទ្ធរូបបលាំងសម្ដេចជួនណាតព្រោះជាស្រ័យបន្ទាប់មកក៏ដាក់រូបសម្ដេចព្រះសង្ឃរាជជួនណាតបន្ទាប់មកយើងដាក់ផ្កាឈូកហើយនោះក៏ដាក់ឆាត់រួតបានរួចរាល់ឥឡូវយើងបានដាក់ថ្មម៉ាតរួចរាល់ហើយព្រោះណាអញ្ចឹងក៏សូមចូលរួមត្រេកអរជាមួយអាត្មាភាពផងហើយយើងត្រៀមធ្វើបុណ្យហ្នឹងខែ7ថ្ងៃទី26 ប៉ះថ្ងៃមកកើតពីកើតខែស្រាប់ព្រោះអញ្ចឹងសូមញោមញាតបបរសិនអញ្ជើញមកចូលរួមផងព្រោះមានទេសនាក្រែប3និងអាត្រៃបែបបុរាណហើយប៉ុណ្ណោះក៏មានប្រសងរាប់បាតប្រសង100អង្គជាងព្រោះអញ្ចឹងញោមញាតបបរសិនសូមអញ្ជើញចូលរួមបបរសិនណាអាត្មាភាពត្រូវការចង្ហាន់40តុកឥឡូវដាក់40តុកព្រោះឲ្យមកតុកទៅ30000រៀលឯងព្រោះមកតុក30000រៀលឯងព្រោះណាសូមញោមញាតចូលរួមម្នាក់តុកទៅព្រោះហើយយើងត្រៀមព្រោះណាហើយអាត្មាភាពសប្បាយចិត្តបានរួចរាល់បានរួចរាល់ហើយព្រោះសប្បាយចិត្តត្រេកអររំភើបព្រោះគ្មានអីទេព្រោះណាយកចិត្តតែកស្អាងដើម្បីតម្កល់ទុកក្នុងពុទ្ធសាសនាដើម្បីបន្តទៅថ្ងៃមុខទៀតព្រោះយើងកើតជាតិនេះមកយើងមិនសូវស្អាតព្រោះយើងអភ័ព្វផងអញ្ចឹងចេះខំធ្វើបុណ្យពីលេចពីកើតទេញោមណាអរគុណច្រើនព្រោះ